សួស្តីថ្ងៃនេះខ្ញុំមកណែនាំការធ្វើឯកសារជា PDF តាមរយៈទូរស័ព្ទដៃអញ្ចឹងថ្ងៃនេះខ្ញុំធ្វើតាមទូរស័ព្ទ Android ម្ដងក៏មុនខ្ញុំធ្វើម្ដងដែរបណ្ដាលទៅតាម iOS លើ Android ទៅតាម Android យើងក៏វាមិនខុសពីធ្វើតាម iOS ទេគឺដំបូងយើងត្រូវរកកម្មវិធី Clear Scanner ដូចគ្នានេះអញ្ចឹងកម្មវិធី App Clear Scanner ហ្នឹងបើយើងមិនទាន់មានយើងទៅ download តាម Play Store តែករណីខ្ញុំមានហើយនេះឡើយនេះ Clear Scanner ចឹងយើងបើឧបមាថាយើងមិនទាន់មានទេមិនទាន់មានយើងចូលទៅកន្លែង Play Store យើងចុចទៅ Play Store ហ្នឹងហើយយើងsearch ឡើងនេះ search ក្រោមនេះយើងវាយពាក្យថា Clear Scanner Clear CL EA នេះ Clear Scanner ខាងលើនេះមកចុចទៅឃើញ Clear Scanner នេះកន្លែងរូប scan ហ្នឹងតែពណ៌លឿងហ្នឹងយើងឃើញកន្លែងនេះ open បានន័យថាយើង install ហើយចឹងបើសិនជាវាមិនទាន់បានបើកបើយើងមិនទាន់ install ទេវា load install ដល់ខាងលើចឹងអញ្ចឹងករណីដែលខ្ញុំបើយើងមិនទាន់មានយើងចុច install ទៅប៉ុន្តែខ្ញុំករណីរបស់ខ្ញុំគឺខ្ញុំ download ហើយអញ្ចឹងមិនបាច់ទេយើងបិទទៅវិញទៅយើងចូលទៅរក Clear Scanner មិញនេះ Clear Scanner នេះហើយនេះ Clear Scanner អញ្ចឹងយើងចុចមកយើងចូលមកនេះចូលកម្មវិធីនេះយើងមិនចូលដល់កន្លែងប្រាប់ថតរូបហ្នឹងគឺយកចិត្តនឹង gallery នេះយើងចូលមកយើងមានឯកសារចឹងមានឯកសារច្រើនចឹងយើងចុចមកទៅជាមក file វាមក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ចឹងមកហើយយើងចុចពាក្យថាដានចឹងមកហើយយើងอะไรនេះដាក់ original បាន clear ក៏បានហ្នឹងណាយើងដាក់ original ចឹងចុះហើយអានេះដាក់ថា color មកចេញពណ៌បើយើងដាក់ថា BW មកន័យថាblack white មកន័យថាចេញពណ៌សខ្មៅឥឡូវចឹងមិនស្អាតទេចឹងយើងដាក់ប៉ុណ្ណឹងហើយយើងចុច OK វាលោតទៅនេះណា